7របស់ព្រះជាម្ចាស់អាមែនចាខ្ញុំបានភ្លេចឆ្ងាយពីបងប្អូនយ៉ាកាល4ឆ្នាំដោយសារខ្ញុំមានជំងឺក៏ប៉ុន្តែនៅថ្ងៃកោះពេជ្រតែអ្នកគ្រូគាត់មានប្រសាសន៍ថាបងទៅអធិដ្ឋានចាំយានខ្ញុំក៏មកព្រៀងអាហ្នឹងដូចថាដូចព្រះអង្គហៅយើងហ្មងគេរំថាដូចព្រះអង្គហៅយើងអញ្ចឹងបើយើងទៅយើងនឹងជាខ្ញុំរត់ឡងខ្ញុំមកស្វែងយល់ខ្ញុំចេញតាយទៅខ្ញុំសត្វទុកគេទុកកៅអីទុកអីទៅប៉ុន្តែនៅពេលដែលខ្ញុំទៅកោះពេជ្រហ្នឹងមួយថ្ងៃហ្នឹងខ្ញុំដើររត់បានទាំងអស់ខ្ញុំឆ្ងល់ថាមិនដឹងទេអ្វីគឺខ្ញុំគិតថាអំណាចនៃព្រះអញ្ចឹងសេចក្តីសប្បុរសរបស់ព្រះអង្គដ៏ធំធេងបំផុតមិនមែនខ្ញុំរត់ទៅរកសេចក្តីសប្បុរសអង្គទេគឺជាសេចក្តីសប្បុរសរបស់ទ្រង់ដែលទ្រង់បានប្រទានសម្រាប់ខ្ញុំអរគុណព្រះអង្គគឺខ្ញុំមានអំណរយ៉ាងខ្លាំងនៅពេលដែលពិតពេលយើងគាត់ចិត្តអញ្ជើញមកហើយខ្ញុំនិយាយគាត់ជឿបាត់ជើងតូចហ្នឹងតែខ្លាចអត់ទាន់កុំឲ្យធ្វើការងារស្រាប់តែយើងមានកម្លាំងអីមួយដល់ខ្ញុំរត់វិញទៅដល់បន្ទប់ទឹកមកវិញរត់វិញមកដល់វិញទៀតហើយរហូតដល់មកថ្ងៃនេះរហូតពីរសារតែខ្ញុំទៅប្រជុំក្រុមទី2ហ្នឹងមកវិញទៀតក៏នៅតែអរគុណព្រះអង្គថ្ងៃនេះម្ដងនេះទៀតចាដូច្នេះសេចក្តីសប្បុរសរបស់ទ្រង់មិនដែលប្រែប្រួលអញ្ចឹងខ្ញុំមានចម្រៀងមួយបទដែលមានជើងថាសេចក្តីសប្បុរសរបស់ព្រះអង្គព្រោះក្តីសំទោសចាបែកថ្ងៃពីស្ត្រី4ឆ្នាំហើយឥឡូវនេះអរគុណព្រះអង្គទ្រង់ជាបានខ្ញុំបើព្រះអង្គសពតិឲ្យខ្ញុំជាភោជនៈសម្រាប់បម្រើការងារព្រះអង្គសូមទ្រង់នឹងជាបានកូនឲ្យកូនបានមានកម្លាំងទោះកូនមានវ័យចំណាស់ក៏ដោយក៏ប៉ុន្តែកូនមិនទាន់ដល់ទីប៉ុណ្ណាទេបិតាអើយអរគុណព្រះអង្គចឹងសូមទទួលសន្តាប់សេចក្តីសប្បុរសរបស់ព្រះមិនចេះជោមសងសេចក្តី